ផ្លែកមាត់ទៀតដែរថ្ងៃនេះធ្លាប់ធ្វើស្លជូរហឹរជាមួយនឹងសាច់មាន់ឬក៏បកាបកងអីមែនទេបងប្អូនតែថ្ងៃនេះខ្ញុំមកធ្វើស្លជូរហឹរដែលរសជាតិមិនចាញ់ជាមួយនឹងបកងម៉ាទេគ្រឿងផ្សំងាយៗហើយអត់ចំណាយលុយច្រើនទៀតមួយឆ្នាំងនេះអស់ប្រហែលជា10000ជាងឯងនិយាយទៅគឺរសជាតិឆ្ងាញ់ដូចគ្នាគ្រឿងផ្សំដែលពិសេសហ្នឹងគឺត្រីខហ្នឹងហើយដោយសារយើងយកត្រីខមកធ្វើជាសាច់ណាហើយចំពោះគ្រឿងផ្សំសំខាន់ជាងគេគឺគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមក្រហមខ្ទឹមសយើងហ្នឹងហើយចំពោះបន្លែវិញគឺខ្ញុំដាក់ប៉េងប៉ោះខ្ទឹមប្រាំងហើយនឹងផ្សិតនឹងឯងពេលដែលយើងរៀបចំគ្រឿងក្រៅរួចរាល់ហើយខ្ញុំចាប់ផ្ដើមបើកទឹកដើម្បីយកទៅដាំដាក់ស្លហើយកំឡុងពេលដែលខ្ញុំដាំទឹកហ្នឹងគឺខ្ញុំចាប់ផ្ដើមមកធ្វើគ្រឿងហាន់គល់ស្លឹកគ្រៃដំវាឲ្យវាបែកទៅដើម្បីវាឈ្ងុយអញ្ចឹងណាហើយចំពោះខ្ទឹមក្រហមវិញគឺខ្ញុំហាន់វាដុំៗអញ្ចឹងឯងខ្ញុំអត់ដំដូចខ្ទឹមសទេស្លមួយឆ្នាំងហ្នឹងខ្ញុំប្រើខ្ទឹមសផងខ្ទឹមក្រហមផងដើម្បីឲ្យរសជាតិវាកាន់តែឈ្ងុយកាន់តែឆ្ងាញ់ហើយសម្លមួយមុខហ្នឹងគឺចោលអត់បានទេរំដេងនឹងឯងព្រោះឲ្យពេលដែលយើងដាក់រំដេងទៅរសជាតិវាកាន់តែឈ្ងុយខ្លាំងជាងនឹងទៀតហើយខ្ទឹមសហ្នឹងគឺជាតួឯកប្រចាំមុខម្ហូបទាំងអស់ហើយនិយាយទៅមុខម្ហូបអីក៏អត់ដែរចោលខ្ទឹមសដែរបន្ទាប់មកស្លឹកក្រូចសើចដែលបេះនៅមុខផ្ទះនឹងឯងដោយសារដើមក្រូចសើចនៅមុខផ្ទះខ្ញុំហ្នឹងគឺធំណាស់អញ្ចឹងហើយគឺបេះស្លឹកក្រូចសើចនៅមុខហ្នឹងយកមកស្លហ្មងចំពោះប៉េងប៉ោះវិញខ្ញុំអត់យកទុំពេកទេដោយសារខ្លាចវាលួយពេលដែលយើងស្លទៅខ្ញុំពុះប៉េងប៉ោះជាពីរអញ្ចឹងហើយខ្ញុំយកស្នូលចេញបន្ទាប់មកខ្ញុំហាន់វារៀងដុំៗរៀងធំដែរកុំឲ្យតូចពេកខ្លាចវាលួយពេលដែលយើងដាក់ស្លដោយសារប៉េងប៉ោះហ្នឹងគឺជាបន្លែមួយមុខដែលថាវាឆាប់លួយពេលដែលយើងស្លទៅតែមកពុះហ្នឹងគឺវាលួយបាត់ហើយខ្ញុំមួយឆ្នាំងហ្នឹងគឺខ្ញុំប្រើប៉េងប៉ោះហ្នឹងមួយផ្លែទេដោយសារតែប៉េងប៉ោះខ្ញុំរៀងធំដែរនិយាយទៅចំពោះបន្លែបងប្អូនទាំងអស់គ្នាអាចលេងមើលបានបើសិនជាម្ហូបរបស់យើងច្រើនឬមួយក៏អីចឹងយើងអាចដាក់បន្លែច្រើនជាងហ្នឹងក៏បានដែរបន្ទាប់ពីហាន់ប៉េងប៉ោះហើយខ្ញុំចាប់ផ្ដើមហាន់ខ្ទឹមប្រាំងម្ដងហើយខ្ទឹមប្រាំងរបស់ខ្ញុំហាន់ជាចំណិតអញ្ចឹងតែពិតការហាន់បន្លែហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យវាធំជាងហ្នឹងក៏បានដែរតែខ្ញុំចូលចិត្តវារៀងទៅសាយតូចចឹងពេលដែលយើងញ៉ាំទៅវារៀងឆ្ងាញ់ជាងបន្ទាប់ពីហាន់ខ្ទឹមប្រាំងហើយខ្ញុំចាប់ផ្ដើមហាន់ផ្សិតនិយាយទៅផ្សិតហ្នឹងគឺខ្ញុំពុះតែពីរទេដោយសារតែយើងពុះទូចពេកវាអាចនឹងលួយលឿននិយាយទៅខ្ញុំចូលចិត្តផ្សិតហ្នឹងមែនតើសូម្បីតែបបរមាន់ឬក៏បបរអីក៏ខ្ញុំដាក់ដែរព្រោះអីផ្សិតហ្នឹងគឺវាឆ្ងាញ់ហ្មងហើយនឹងស្ងោរជ្រក់សាច់មាន់អីពេលដែលយើងដាក់ផ្សិតហ្នឹងទៅនិយាយទៅរសជាតិវាឡើងមកកម្រិតទៀតហ្មងអញ្ចឹងបានខ្ញុំប្រើផ្សិតហ្នឹងរៀងច្រើនជាងគេនិយាយទៅស្លជូរហឹរមួយឆ្នាំងនេះធ្វើលឿនមែនតើពេលដែលយើងរៀបហូបបាយយើងចាំយើងដាក់ស្លហ្មងក៏បានដែរហើយអ្វីដែលចោតបានហ្នឹងគឺជីនាងវងជាមួយនឹងជីណាពេលដែលស្លយើងឆ្អិនគឺយើងដាក់ជីនឹងពីលើមកនិយាយពីថារសជាតិឈ្ងុយមែនតើហ្មងអញ្ចឹងបានថាមុខម្ហូបមួយមុខក៏មិនចាំបាច់តាំងមុខម្ហូបនឹងថ្លៃឬមួយក៏អស់ចាអីពីណាទេសំខាន់យើងចេះផ្សំគ្រឿងទៅរសជាតិវាឆ្ងាញ់ហើយនៅពេលដែលខ្ញុំរៀបចំគ្រឿងខៅរួចរាល់អស់ហើយទឹកខ្ញុំក៏ចាប់ផ្ដើមនៅពេលដែលទឹកពុះហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំចូលដូចជាខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចសើចអីហ្នឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ស្ករអំបិលប៊ីចេងទៅតាមរសជាតិដែលបងប្អូនទាំងអស់គ្នាហូបហើយចោតបានគឺជាមួយនឹងដុំស៊ុបចំពោះស្លមួយឆ្នាំងហ្នឹងគឺខ្ញុំដាក់ដុំស៊ុបហ្នឹង2ដុំហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមកូរដុំស៊ុបហ្នឹងដើម្បីឲ្យវាលាយជាមួយនឹងទឹកស្លខ្ញុំសិននៅពេលដែលខ្ញុំដាក់ឲ្យវាពុះហើយខ្ញុំចាប់ផ្ដើមប្រើដាក់ស្ករត្នោតចូលខ្ញុំអត់ប្រើស្ករសទេពេលដែលខ្ញុំដាក់ស្ករត្នោតហ្នឹងរសជាតិវារៀងឆ្ងាញ់ជាងស្ករសនៅពេលដែលខ្ញុំស្លប្រភេទស្លជូរហឹរឬមួយក៏ការីហ្នឹងគឺខ្ញុំអត់ប្រើស្ករសទេជាទូទៅគឺខ្ញុំតែងតែប្រើស្ករត្នោតព្រោះអីពេលដែលយើងប្រើស្ករត្នោតរសជាតិវារៀងងត់ជាងស្ករសអញ្ចឹងហើយរសជាតិស្លរបស់យើងក៏វារៀងឆ្ងាញ់ជាងដែរហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមងាស់ទឹកស៊ុបរបស់ខ្ញុំហ្នឹងឲ្យវារៀងឡើងពុះហើយវាលាយគ្រឿងចូលគ្នាអស់សិនហើយបន្ទាប់មកខ្ញុំថែមទឹកត្រីបន្តិចដើម្បីឲ្យរសជាតិរបស់ខ្ញុំហ្នឹងវាកាន់តែមុតជាងមុនតាមពិតបើសិនជាយើងស្លជាមួយនឹងសាច់មាន់ឬមួយក៏គ្រឿងសមុទ្រអីយើងចាប់ផ្ដើមដាក់តាំងពីពេលយើងដាក់គ្រឿងផ្សំដូចជាគល់ស្លឹកគ្រៃអីប៉ុន្តែយើងស្លជាមួយនឹងត្រីខខ្ញុំខ្លាចវាលួយសាច់ត្រីអញ្ចឹងហើយខ្ញុំដាក់បន្លែដាក់អីឲ្យហើយអស់បានខ្ញុំដាក់ត្រីខចូលតាមក្រោយនៅពេលដែលខ្ញុំដាក់បន្លែចូលហើយអស់ហើយខ្ញុំចាប់ផ្ដើមកាត់ម្ទេសដាក់ទៅម្ទេសហ្នឹងបើសិនជាបងប្អូនចង់ប្រើម្ទេសក្រៀមក៏បានដែរចង់ប្រើម្ទេសស្រស់ក៏បានហើយយើងចង់ដាក់ហឹរតាមកម្រិតរបស់យើងដែលយើងចេះហូបអញ្ចឹងតែគាត់ថាប្រភេទស្លហ្នឹងគឺរសជាតិវាគឺជូរហឹរនិយាយទៅគឺកាន់តែហឹរកាន់តែឆ្ងាញ់ហើយស្លហ្នឹងលឿនមែនតើហ្មងខណៈបន្លែរបស់យើងវាចាប់ផ្ដើមឆ្អិនហើយគឺដូចជាឆ្អិនអញ្ចឹងបន្ទាប់មកក៏យើងដាក់ត្រីខចូលតាមក្រោយនៅពេលដែលទឹកស្លរបស់ខ្ញុំហ្នឹងចាប់ផ្ដើមមកពុះហើយខ្ញុំចាប់ផ្ដើមបើកត្រីខដើម្បីយកមកដាក់ចូលនៅក្នុងស្លហ្នឹងហើយខ្ញុំដាក់ត្រីខថ្ងៃហ្នឹងគឺខ្ញុំប្រើ3កំប៉ុងនិយាយទៅអ្នកធ្វើហ្នឹងរៀងចូលចិត្តត្រីខដែរអញ្ចឹងហើយដាក់រៀងច្រើនតិចដើម្បីវាមានសាច់ត្រីច្រើនហើយស្លហ្នឹងស្លជាមួយត្រីខហ្នឹងគឺរសជាតិវាត្រូវគ្នាហើយទឹកវាហិតទៅខាប់ទៀតពេលដែលយើងដាក់ត្រីខចូលទៅទឹកស្លឡើងខាប់ឡើងឆ្ងាញ់មែនតើហើយត្រីខរបស់គេនេះនិយាយពីថាណែនរបស់គេមែននិយាយទៅចាក់ចង់ចេញហ្មងត្រីឡើង3 4ហើយឡើងធំទៀតស្លាញ់តែអត់បែកសាច់ត្រីហ្នឹងហ្មងពេលដែលយើងដាក់តយកឆ្កឹះទៅវាចេញមកហ្មងហើយសាច់ត្រីគេអត់បែកទេនៅឡើងដុំហ្មងហើយនិយាយមែនណាមិនថាស្លត្រីខហើយអត់ឈ្ងុយអត់ឆ្ងាញ់ទេណារសជាតិចេញមកឡើងឈ្ងុយហ្មងខណៈអត់តាន់ឆ្អិនអត់តាន់ដាក់ពីលើភ្លើងផងរសជាតិឡើងឈ្ងុយអញ្ចឹងមិនថាស្លមួយឆ្នាំងហ្នឹងរសជាតិវាហើយនឹងក្លិនវាអត់ចាញ់ជាមួយនឹងស្លជាមួយសាច់មាន់ឬក៏បកងឬក៏គ្រឿងសមុទ្រអីទេហើយនៅពេលដែលយើងដាក់ត្រីខចូលហើយនិយាយទៅគឺដូចជាឆ្អិនអញ្ចឹងបន្ទាប់មកបានយើងដាក់ជីតាមក្រោយអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើម្ហូបរៀងលឿនហើយរសជាតិឆ្ងាញ់អីសាកធ្វើមួយមុខនឹងបាននិយាយទៅរសជាតិអែមហ្មងនិយាយទៅយើងចំណាយលុយតិចហើយបានហូបម្ហូបឆ្ងាញ់ដូចគ្នាចុងក្រោយគេហ្នឹងគឺយើងបង់តែជីមកគឺរួចរាល់ហើយនិយាយទៅស្លខ្ញុំមួយឆ្នាំងនេះធ្វើលឿនហើយរសជាតិឆ្ងាញ់ទៀតអញ្ចឹងបើសិនជាបងប្អូនមានត្រីខនៅផ្ទះអីអាចសាកធ្វើស្លមួយមុខនឹងបាននិយាយទៅរសជាតិឆ្ងាញ់មែនតើដោយសារខ្ញុំធ្វើហើយម្ដងយើងធ្លាប់តែឆាត្រីខតែឥឡូវយើងសាកមកដាក់ស្លអញ្ចឹងមើលរសជាតិមិនដែរមុខម្ហូបតែមួយប៉ុន្តែយើងផ្លាស់ប្ដូរតិចនិចនៃការធ្វើមើលតើរសជាតិវាខុសគ្នាអត់និយាយទៅគឺ
ថាបងប្អូនទាំងអស់គ្នាចូលចិត្តហ្មងពេលដែលស្លដូចខ្ញុំសំខាន់គឺយើងចំណាយលុយតិចហើយយើងហូបបានពេញមួយផ្ទះហ្មងហើយរសជាតិគឺឆ្ងាញ់ទៀតអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like ចុច share ផងណា